ក្មេងនេះហ៊ានប្រមាថអ្នកប្រដាល់អាជីពទាំងដែលទើបហាត់បាន2សប្តាហ៍គ្មានអ្នកណាឈ្នះល្បឿននិងប្រាជ្ញាវាវឡើយសូម្បីអ្នកចាស់ភាសាក៏ទប់មិនជាប់រាវធ្វើឲ្យគ្រូក្នុងតំបន់ភ្ញាក់ផ្អើលរហូតអញ្ជើញគ្រូពិភពលោកឈ្មោះគីមកគាត់ធ្លាប់បង្វឹកជើងខ្លាំង5នាក់ហើយឥឡូវកំពុងស្វែងរកសិស្សចុងក្រោយរបស់ខ្លួនគីមើលក្មេងប្រុសនេះហើយវាតម្លៃរាល់ចលនារបស់គាត់ឃើញច្បាស់ថាប្រសិទ្ធភាពដែលព្រះបានផ្ដល់ឲ្យក្មេងនេះលើសលប់អ្នកណាទាំងអស់ដែលគាត់ធ្លាប់បង្វឹកមករាល់ចលនាគាត់ធម្មជាតិនិងមានស្ទីលផ្ទាល់ខ្លួនវាមានគ្រប់យ៉ាងដើម្បីជីជើងឯកតែការចូលចិត្តបង្អួតនិងខ្វះការហាត់ធ្វើឲ្យគាត់ចាញ់អ្នកខ្លាំងជាងពេលនោះគីវាសំឡេងពីខាងក្រៅមើលតាមបង្អួតគាត់ឃើញក្រុមក្មេងទំនើងវាបុរសម្នាក់ដែលស្នប់ស្នាត់ហើយមិនតកវិញឡើយគាត់គ្រាន់តែរងការវាបន្តរួចគីក៏ឃើញអ្វីមួយភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនគួរជាភ្នែកក្មេងនេះឃើញកូនដៃវីពីក្រុមហិង្សាតែគាត់មិនព្រមគេចចេញសោះគីចុះមកក្រោមហើយពេលក្រុមក្មេងទំនើងត្រូវគ្រូបង្វឹកបង្ក្រាបគីសួរតែមួយសំណួរថាហេតុអ្វីក្មេងនេះមិនគេចពីកណ្ដាប់ដៃទាំងនោះគាត់ឆ្លើយត្រឡប់យ៉ាងសាមញ្ញថាគាត់មិនចង់បារម្ភអីទេហើយដើរចេញទៅដូចមិនមានអ្វីកើតឡើងគីក៏សាកល្បងក្មេងប្រុសនេះឲ្យច្បាស់គាត់ស្ទុះទៅវាយ៉ាងខ្លាំងប៉ុន្តែក្មេងនោះគេចផុតយ៉ាងងាយគ្រូគីភ្ញាក់ផ្អើលនឹងសមត្ថភាពគេចវេះនេះណាស់ទោះគាត់ចាស់មែនតែមិនដែលឃើញនរណាគេចផុតបែបនេះទេនេះបញ្ជាក់ថាក្មេងនេះមានទេពកោសល្យខ្ពស់ពិតមែនគ្រូគីមិនចង់បង់ឱកាសក៏សូមបង្រៀនប្រដៅដល់គេតែម្ដងប៉ុន្តែក្មេងប្រុសមុខស្រងើមនោះមើលទៅមិនចាប់អារម្មណ៍សោះហើយសួរថាតើវាសប្បាយមែនទេក្នុងការវាមនុស្សគ្រូគីយល់ឃើញថាក្មេងប្រុសនេះខ្វះភាពភ្លានធម្មជាតិរបស់មនុស្សសម្រាប់ការលូតលាស់ឈ្នះគេដែលផ្ទុយទាំងស្រុងនឹងក្មេងប្រុសសសដែលមានទេពកោសល្យដែលគាត់បានឃើញនៅក្នុងហាត់ប្រាណគ្រូគីឆ្លើយថាវាសប្បាយពិតក្នុងការវាមនុស្សផ្សេងការវាមនុស្សផ្សេងបង្កើតអារម្មណ៍ថាមានន័យហើយមនុស្សគ្រប់គ្នាសុទ្ធតែចង់ឈានដល់កម្ពូលនោះបន្ទាប់មកគ្រូគីបង្ហាញក្មេងប្រុសនោះអំពីមេរៀនប្រដៅដំបូងបង្អស់ជាមួយនឹងក្បាច់វិនជូយ៉ាបនីហើយផ្ដល់ពេលវេលា30ថ្ងៃឲ្យគាត់សម្រេចចិត្តទទួលយកការផ្ដល់ជូននេះក្មេងប្រុសមុខស្រងើចេះតែអើពើហើយដើរចេញទៅវិញគ្រូមូលដ្ឋានមិនអាចយល់បានទេថាគីបានឃើញអ្វីនៅក្នុងក្មេងប្រុសនោះដូច្នេះគីបានពន្យល់ថាគាត់ធ្លាប់ជឿលើអារម្មណ៍ក្នុងចិត្តរបស់គាត់មានអារម្មណ៍ដូចគ្នានេះចំពោះជើងឯក5នាក់មុនដែលគាត់បានហ្វឹកហាត់និងចំពោះរាវផងដែរតែសម្រាប់ក្មេងប្រុសមុខស្រងើនេះគាត់គឺជាសត្វមួយប្រភេទទៀតទាំងស្រុងគ្រាន់តែមើលគាត់ម្ដងប៉ុណ្ណោះគ្រប់គ្រាន់ធ្វើឲ្យគីរងនៅអារម្មណ៍ស្លុតស្លែងដោយសារភ័យខ្លាចគីនៅតែត្រឡប់មកញ៉ាំបន្ទាប់ពីជួបគាត់មើលទៅក្នុងភ្នែកនោះគាត់មើលទៅធុញថប់ខណៈពេលក្រុមក្មេងអំពើហិង្សាកំពុងវាយគាត់ដូច្នេះគីបានសាកល្បងដោយវាយក្រឡាប់ខ្លាំងបំផុតពីក្រោយប៉ុន្តែក្មេងនោះបានឃើញក្រឡាប់របស់គាត់មកជាមុនហើយបានជិះវៀងវាគាត់មិនបានជិះវៀងដោយអស្ចារ្យភាពឬដោយសតិវិនិច្ឆ័យដូចសត្វទេគាត់បានផ្លាស់ទីយ៉ាងត្រឹមត្រូវនឹងសោភាដូចជាគាត់បានដឹងជាមុនថាវានឹងមកគីបានឃើញអ្នកមានទេពកោសល្យរាប់មិនអស់ក្នុងជីវិតរបស់គាត់ប៉ុន្តែមិនដែលឃើញនរណាម្នាក់ដូចក្មេងនោះឡើយអ្នកអាចគិតថាវាមានន័យថាគាត់ត្រឹមតែមានប្រតិកម្មលឿនប៉ុណ្ណោះប៉ុន្តែទេវិធីដែលគាត់ជិះក្រឡាប់របស់គីមានន័យថាពេលវេលាហូរទៅដោយល្បឿនខុសគ្នាស្រួលនៅក្នុងពិភពរបស់គាត់សង្ខេបគាត់មិនមែនជាមនុស្សទេគាត់ជាភ្នែកសត្វថ្ងៃបន្ទាប់នៅសាលា J កំពុងត្រូវក្រុមក្មេងអំពើហិង្សាវាយគាត់គឺជាបុរសស្លូតបូតធម្មតាដែលកំពុងធ្វើជាឈុតអង្គុយឲ្យរាវក្មេងក្បាត់សក់មានឈ្មោះថាជាអ្នកអំពើហិង្សាហើយទៅហាត់ប្រាណផងដែលជាការរួមបញ្ចូលអាក្រក់បំផុតពីរយ៉ាងដែលនរណាម្នាក់ក៏មិនចង់ឲ្យកើតមានឡើយវាសប្បាយចិត្តនឹងការទទួលសរសើរពីក្រុមសាច់ញាតិរបស់គាត់ដែលគេគោរពគាត់ហើយគិតថាគាត់នឹងក្លាយជាជើងឯកពិភពលោកមួយថ្ងៃណាមួយពិភពលោកត្រូវបានបែងចែកជាពីរផ្នែកគឺអ្នកខ្សោយដូចក្មេងសម្ងាត់នេះនិងមិត្តរួមសាលាស្លូតបូតរបស់គាត់និងអ្នកខ្លាំងដូចបងប្អូនទី2របស់ Bakugo គឺ Ryo ក្រុមក្មេងក្បត់ទាំងនេះធ្វើដូចជាធម្មតាដោយពិនិត្យសក់ក្បាលក្មេងយើងខ្ញុំខណៈពេលពួកគេកំពុងធ្វើរឿងរបស់ពួកគេគោលបំណងសំខាន់របស់ពួកគេគឺធ្វើអំពើហិង្សាលើ J ក្មេងក្រដែលតែងតែជួបបញ្ហាដោយត្រូវគេវាយនៅពេលបរិច្ឆេទអាហារថ្ងៃត្រង់ពួកគេបោះ Scotters ឲ្យចូលក្នុងចានរបស់គាត់ហើយបង្ខំឲ្យគាត់បរិភោគក្មេងស្លូតបូតនេះគឺជាមនុស្សក្រិតកម្រិតមួយដូច្នេះច្បាស់ណាស់គាត់ត្រូវព្រមព្រៀងនឹងសំណើស្អុយបែបនេះយាយមានអារម្មណ៍ថាខ្លួនឯងអាក្រក់បំផុតបន្ទាប់មកខណៈពេលក្មេងផ្សេងទៀតកំពុងលេង J វិញអង្គុយជាមួយ Mystery Introvert Pro Max ព្រោះពួកគេជាមនុស្សចាញ់ដូចគ្នា J ភ្ញាក់ផ្អើលព្រោះយាយមានសមត្ថភាពរាងកាយអស្ចារ្យប៉ុន្តែបដិសេធមិនលេងទេដោយសារតែធុញថប់ 4ASG យាមស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់យាយប៉ុន្តែតាមដែលគាត់ចាំបានបុរសនេះមិនដែលគិតចង់ក្លាយជាអ្វីមួយសោះគាត់រស់នៅជីវិតដោយ chill mating មិនខ្វល់អ្វីសោះយេស៊ូជ័យសំណួរដូចគ្នាដោយនិយាយថាគាត់ចង់ដើរតាមជំហានឪពុករបស់គាត់ខណៈពេលពួកគេកំពុងជែកលេងដោយសប្បាយរីករាយវាវិញមិនអាចទ្រាំឲ្យ Nerd មានពេលវេលាល្អជាមួយនរណាម្នាក់បានទេគាត់វិបាបាញ់ទៅរក Jay ប៉ុន្តែធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយកចាប់បានយ៉ាងងាយស្រួលកូនមានបញ្ហានឹងមនុស្សចម្លែករាវមានអាកប្បកិរិយាហិង្សាហើយវាយកតាមមុខសម្រាប់ការប៉ុនប៉ងធ្វើរឿងបែបនោះផងវាក៏ព្យាយាមអស់ពីសមត្ថភាពរបស់គាត់ដើម្បីបង្កើតភាពភ័យខ្លាចក្នុងភ្នែកក្មេងប្រុសនោះប៉ុន្តែយាវិញតបស្នងដោយមុខមិនអើពើដូចជាគាត់មិនខ្វល់អំពីការគំរាមរបស់គាត់ទេចំពោះ Jay គាត់បានហ្វឹកហាត់សម្ងាត់ដើម្បីខ្លាចអ្នកប្រដាល់ដូចឪពុករបស់គាត់ផងដែរ
ឪពុកគាត់ជាមនុស្សដែលគាត់ចាត់ទុកថាក្លាហានក្មេងប្រុសនោះមានអារម្មណ៍បរាជ័យចំពោះមិត្តភក្តិដោយបដិសេធមិនដោះស្រាយជាមួយ Ryu Bakugo ជាការភ័យខ្លាចធំបំផុតដែលធ្វើឲ្យគាត់មានអារម្មណ៍បរាជ័យ Jay ដែលមានអារម្មណ៍សោកស្ដាយបានចូលបន្ទប់ម្នាក់ឯងហើយសួរខ្លួនឯងពីឱកាសប្រឆាំងនឹងអ្វីដែលមិនអាចយកឈ្នះបានសម្រាប់ Jay ច្បាស់ណាស់ថាកម្លាំងគូប្រកួតគាត់ពិតជាអស្ចារ្យគាត់ឃើញក្មេងប្រុសសក់ស្អាតវាបរោះធំជាងខ្លួនបានយ៉ាងងាយវាដូចជាការសម្ដែងហើយគាត់គ្រាន់តែលេងសើចជាមួយគូប្រកួតប៉ុណ្ណោះ 4 Years គិតថាគ្មានអ្នកណាឈ្នះគាត់ឡើយក្នុងការស្វែងរកដំបូន្មាន Jay បានទៅពិភាក្សាជាមួយឪពុករបស់គាត់ដែលធ្លាប់ជាអតីតអ្នកប្រដាល់នៅសម័យរបស់គាត់ចង់ដឹងថាតើធ្វើដូចម្តេចដើម្បីយកឈ្នះគូប្រកួតដែលខ្លាំងជាងខ្លួនឪពុករបស់គាត់បានពន្យល់ថានៅសម័យរបស់គាត់វាត្រូវការអ្វីទាំងអស់ក្នុងបេះដូងអ្នកប្រដាល់មួយដើម្បីឈ្នះនោះហើយជាចំណុចខុសគ្នាដែលបំបែកអ្នកសម្រួលចេញពីអ្នកជំនាញប៉ុន្តែឪពុករបស់គាត់ក៏ចងចាំថាគាត់ធ្លាប់មានអារម្មណ៍ភ័យខ្លាចខ្លាំងពេលត្រូវប្រឈមមុខនឹងគូប្រកួតខ្លាំងផងដែរនៅពេលវេលាទាំងនោះសូម្បីតែអ្នកជំនាញដូចគាត់ក៏មិនអាចជៀសវាងការបោះបង់និងទទួលការប្រហារបានដែរគាត់មានអារម្មណ៍ថាការចុះចាញ់នឹងទទួលការបរាជ័យល្អជាងការទទួលការប្រហារតែអញទាំងហើយអ្នកធ្លាក់ចុះក្នុងសង្វៀនអ្នកប្រដាល់អ្វីទាំងអស់វាបញ្ចប់ឪពុករបស់ Jay យល់ដឹងពីការពិតនោះហើយទទួលស្គាល់ថាអ្វីសំខាន់បំផុតសម្រាប់អ្នកប្រដាល់គឺត្រូវតែឈរឡើងវិញជានិច្ចមិនថាអ្វីកាត់ឡើងក៏ដោយប៉ុន្តែគាត់គិតថានៅក្នុងស្ថានភាពផ្សេងទៀតមនុស្សគួរតែរត់ដើម្បីកុំឲ្យគេចាប់បានគាត់ផ្ដោតសំខាន់ថាការរឹងមាំពីមនុស្សគ្រប់រូបគឺគួរឲ្យសរសើរសូម្បីតែពួកគេមិនមែនជាអ្នកប្រដាល់ក៏ដោយក្មេងប្រុសខ្លាំងសៀវភៅនោះរកឃើញភាពស្មប់ចិត្តក្នុងដំបូន្មានរបស់ឪពុកហើយគេងទស្សនៈផ្លាស់ប្ដូរទៅកាន់យោដែលកំពុងឡើងជណ្ដើរនៅពេលគាត់ឃើញមុខមនុស្សអាក្រក់នោះម្ដងទៀតRyu ចង់សងសឹកគាត់យ៉ាងខ្លាំងហើយសូម្បីតែទៅដល់ផ្ទះគាត់ផងដែរដើម្បីបង្រៀនយកឲ្យមានសុជីវធម៌ Ryu បានសាយយកចិត្តលេងគាត់ហើយបញ្ឆោតឲ្យក្មេងប្រុសនោះទៅប្រយុទ្ធជាមួយការឆ្លើយតបដែលរបស់យោដែលមិនអើពើនឹងអ្វីបណ្ដាលឲ្យក្បាលគាត់ត្រូវបានវាយបុកដោយហេតុនេះ Ryu ចង់ធ្វើឲ្យយោរងទុកយ៉ាងអាក្រក់បំផុតដោយបង្ខំឲ្យគាត់បង់ប្រាក់បន្ទាប់ពី Ryu ចេញទៅដូចជាធម្មតាអ្វីនៅក្នុងជីវិតយោមិនមានអ្វីផ្លាស់ប្ដូរឡើយខណៈកំពុងត្រឡប់ទៅផ្ទះ Ryu មានអារម្មណ៍ខឹងខ្លាំងណាស់ពេលគិតដល់ភ្នែកមិនអើពើរបស់ក្មេងប្រុសដែលគាត់ទើបតែជួបវាឃើញក្រុមក្មេងអាប់អួតមួយក្រុមពីសមាគមផ្សេងទៀតដែលពួកគេតែងតែចង់សាកល្បងកម្លាំងរបស់គាត់ដើម្បីបញ្ចេញកំហឹងរបស់ខ្លួនមុខអាក្រក់បានវាជាមួយកម្លាំងខ្លាំងទៅមុខគេបុកគេអស់ស្មារតីគាត់រីករាយណាស់ដែលបានបំបីពួកគេម្នាក់មួយព្រោះមុខសោកសៅរបស់ពួកគេធ្វើឲ្យគាត់មានសុភមង្គលបំផុតយប់នោះបញ្ចប់ដោយយស្នាក់នៅម្នាក់ឯងជាមួយឆ្មារបស់គាត់ភ្នែករបស់គាត់មើលទៅស្រងាត់ណាស់ដល់ថ្នាក់មើលទៅដូចខ្មោចថ្ងៃបន្ទាប់វាជាពេលវេលាហ្គេមថ្ងៃនេះគឺជាថ្ងៃដែល Jay បានរៀបចំខ្លួនរួចជាស្រេចគាត់រួចរាល់ក្នុងការប្រឈមមុខជាមួយអ្នករំលោភបំពានសូម្បីតែនៅក្នុងថ្នាក់គាត់ក៏ប្រមូលអារម្មណ៍របស់ខ្លួនដើម្បីនៅតែអត់ភ័យផងដែរគួរឲ្យភ្ញាក់ផ្អើលពួកគេមិនបានធ្វើអ្វីគាត់សោះ Jay មានអារម្មណ៍ច្របូកច្របល់ព្រោះរឿងនេះមិនគួរតែកើតឡើងទេអ្វីដែលចម្លែកជាងនេះទៀតគឺយោបានបាត់ខ្លួនតែយោដឹងកំពុងចាប់ផ្ដើមប៉ះពាល់ដល់គាត់ប្រកាសជាមានមូលហេតុដែលពួកគេមិនប៉ះពាល់គាត់រឿងនេះត្រូវបានបញ្ជាក់ថាជាការពិតព្រោះយោត្រូវបានវាស្ទើរតែមិនលើសនៅក្នុងឃ្លាំងដោយសារគាត់មិនបានយកលុយមកឲ្យរីរំបង្កប់របស់មុខអាក្រក់និងហាប់លំហាត់គ្រប់ចលនាដោយវាយោដូចជាទៅតាវាក៏មាននៅទីនោះដើម្បីបង្រៀនពួកគេអំពីរបៀបវាខណៈពេលកំពុងរីករាយមើលការប្រកួតភ្លាម Jay ចូលមកក្នុងបន្ទប់ដែលស្រែកឲ្យពួកគេឈប់មានភាពស្ងប់ស្ងាត់មួយផ្លែតមុននឹងត្រូវជំនួសដោយអារម្មណ៍ភ័យខ្លាចបេះដូងក្មេងប្រុសនោះចាប់ផ្ដើមបេះបោរដោយសារគាត់បានដឹងថាគាត់បាននិយាយពាក្យមួយដែលមិនអាចដកត្រឡប់វិញបានទេអារម្មណ៍ភ័យខ្លាចបានបំផ្លាញការសម្រេចចិត្តរបស់គាត់ដែលគាត់បានរៀបចំមកមុនចូលបន្ទប់នេះរាងកាយក្មេងប្រុសនោះក៏ចាប់ផ្ដើមរញ្ជួយមិនព្រមធ្វើអ្វីទេប៉ុន្តែគាត់មិនអាចដកអ្វីត្រឡប់វិញបានទៀតឡើយគាត់ត្រូវតែប្រយុទ្ធហើយគាត់ជ្រើសរើសបង្ហាប់ដៃរបស់ខ្លួនឈុតនឹងធ្វើឲ្យ Ryu ស្រួលចិត្តមិនចេះអីទេប៉ុន្តែ Jay មិនមានអារម្មណ៍រញ្ជួយទៀតឡើយដែលប្រើដំបូន្មានពីឪពុកគាត់កែតម្រូវមុំឲ្យត្រឹមត្រូវហើយវាជាមួយជើងដៃមួយស្អាតមុនពេលបង្វិលត្រគាកដើម្បីវាជើងដៃមុខបន្តចលនាពីរដងនេះធ្វើឲ្យគាត់ផ្ទាល់ក៏ភ្ញាក់ផ្អើលដែរខណៈពេលដែលវាធ្វើឲ្យគូប្រកួតរបស់គាត់កាន់តែខឹង Jay មានអារម្មណ៍ក្លាហានឡើងវិញព្រោះគាត់ពេញចិត្តនឹងកំណត់ផលនៃការវាយដៃរបស់ខ្លួនលើកនេះគូប្រកួតរបស់គាត់កំពុងរញ្ជួយដោយភាពភ័យខ្លាចប៉ុន្តែវាគ្រប់គ្រាន់ហើយព្រោះរាមកបញ្ចប់រឿងនេះគាត់មកទីនេះឲ្យ Jay ចងចាំការប្រមាថនេះរហូតសូម្បីសិស្សគាត់ក៏គិតថាមិនយុត្តិធម៌ដែរដែលផ្ញើកូនក្រមុំទៅប្រយុទ្ធជាមួយមេធំបន្ទាប់ពីឈ្នះតែម្ដងនោះវាធ្វើឲ្យគាត់ត្រៀមខ្លួនដើម្បីវាយបោកខណៈពេលដែល 4 Years ជឿជាក់ថាការប្រយុទ្ធពិតប្រាកដរបស់គាត់បានចាប់ផ្ដើមហើយ Face Bakugo បញ្ឆោត Jay តូចឲ្យវាគាត់ Jay តូចកំពុងមានទំនុកចិត្តដូចជាអ្នកថ្មីគិតថាអាចឈ្នះគាត់បាន Jay វាមកមុខមួយប៉ុន្តែត្រូវបានគេចេញយ៉ាងងាយស្រួលខ្ញុំជាមនុស្សមិនសូវចូលចិត្តគេទេប៉ុន្តែបរិសុទ្ធឈ្មោះ Ryu នេះពិតជាកំពុងប្រើរបៀប Ultra Instinct ពេញលេញក្នុងការប្រឆាំងនឹងការវាយរបស់គេ Jay ផ្ដោតអារម្មណ៍ពេញលេញលើការវាយប៉ុន្មានដងមួយប៉ុណ្ណោះដើម្បីបំផ្លាញ Ryu ប៉ុន្តែអកុសលគាត់កំពុងអស់កម្លាំងរហូតដល់ថ្នាក់ Ryu ក៏ចាប់ផ្ដើមសាយចំអកគាត់ផងដែរបរិសុទ្ធនោះវាផាត់មុខគូប្រកួតរបស់គាត់យ៉ាងខ្លាំងរហូតធ្វើឲ្យមានស្នាមកាត់ធ្ងន់ដល់ថ្នាក់គាត់ចាប់ផ្ដើមបាត់សង្ឃឹមការភ័យខ្លាចនៃការបរាជ័យចាប់ផ្ដើមកើតឡើងខណៈដែល Ryu បញ្ឆោតឲ្យគាត់វាJay ត្រូវបានវាបុកមុខយ៉ាងខ្លាំងរហូតធ្វើឲ្យគាត់ស្រពិចស្រពិល
បរោះនោះមានអារម្មណ៍រន្ធត់ពេលដឹងថាគាត់កំពុងប្រយុទ្ធជាមួយសត្វស្លាប់ពិតមួយយាយអស់ដង្ហើមហើយដឹងថាគាត់បានធ្វើខុសមែនទែនក្នុងពេលពិតដែលបានប្រកួតប្រជែងជាមួយបរោះនេះរំអ្នកស្អប់រីវក៏កំពុងបន្ថែមពាក្យសម្ដីស្អប់ស្អំផងដែររីវមកសួរលើយាយថាគាត់បោះបង់ហើយឬនៅតែទេយាយប្រើកម្លាំងក្នុងចិត្តដូចជា Rocky Balboa ហើយឈរឡើងវិញគាត់ត្រៀមខ្លួនទទួលការវាយបន្តទៀតទូដឹងថាគាត់គ្មានសមត្ថភាពស្មើគេក៏ដោយយុទ្ធសាស្ត្រថ្មីរបស់គាត់គឺព្យាយាមធ្វើឲ្យគូប្រកួតនឿយហត់ប៉ុន្តែរីវមានអារម្មណ៍ចង់លេងសើចជាមួយគូប្រកួតហើយឈរយកដៃតែមួយប៉ុន្តែទោះបីជាដៃតែមួយក៏ដោយគាត់នៅតែអាចវាយឲ្យគូប្រកួតរបស់គាត់មិនអាចការពារបានឡើយរីវវាយជាច្រើនដងដូចជាដំណើរទៅភ្លៀងបោកបាញ់យាយខណៈដែលយាយកំពុងព្យាយាមឈររឹងមាំគាត់ទទួលបានការបោកធ្ងន់មួយទៅលើពោះខណៈដែលគូប្រកួតសត្វស្លាបរបស់គាត់កំពុងរីករាយនឹងអារម្មណ៍ហិង្សាកូនអៀនកំពុងដឹងថានេះហើយជាអារម្មណ៍ពេលវាយគ្នាតាមផ្លូវពិតប៉ុន្តែគាត់នៅតែមិនបោះបង់គាត់នឹងទ្រាំទ្រទោះបីជាអ្វីកើតឡើងក៏ដោយរហូតដល់ឈ្នះវីវហាក់ដឹងយុទ្ធសាស្ត្ររបស់យាយហើយលេងសើចជាមួយគាត់ដោយវាយលឿនទៅតាមរាងកាយយាយទ្រាំទ្រការវាយប្រហារពីគ្រប់ទិសទាំងអស់សូម្បីតែក្រុមមនុស្សមិនស្រឡាញ់ក៏គិតថានេះហើយជាអត្ថន័យនៃការត្រូវគេវាយបោកខ្លាំងយាយទ្រាំទ្រការវាយបោកទាំងនេះដើម្បីឲ្យអាចរកឱកាសវាយតែមួយដ៏សំខាន់ហើយបន្ទាប់មកមានអ្វីមួយកើតឡើងវីវលើកដៃដើម្បីវាយមួយក្បាលធ្ងន់បើកឱកាសឲ្យយាយឆ្លើយតបជាមួយអាប់រ៉ាកាត់មួយតែប៉ុណ្ណោះអ្នកប្រហែលជាគិតថានេះហើយជាផ្នែកដែលអ្នកមានឱកាសតិចឈ្នះប៉ុន្តែមិនមែនទេមុខអាក្រក់នោះគេវានៅយ៉ាងលឿនហើយតបតាមវិញដោយវាបុកមួយទៅមុខយាយឪពុករបស់យាយមានកំណត់ត្រាប្រដាល់មួយដែលមិនបង្ហាញពីភាពអស្ចារ្យឬកេរ្តិ៍ឈ្មោះឡើយគាត់មិនដែលត្រូវគេចងចាំថាជាអ្នកប្រដាល់ក្លាហានទេនេះជាគុណសម្បត្តិមួយដែលកូនប្រុសរបស់គាត់គោរពយ៉ាងខ្លាំងក្មេងប្រុសដែលបានអត់ធ្មត់គ្រប់យ៉ាងគឺដេកចាញ់នៅលើដីវីបំផ្លាញខួរក្បាលរបស់គាត់ដល់ថ្នាក់បាត់ទីដោយផងដែរមុខសិស្សល្អិតនោះប្រមាថយុទ្ធសាស្ត្រទូចអនាធិបតេយ្យរបស់គាត់ហើយអានគាត់ដូចជាភៅបើកសម្រាប់គាត់វាងាយស្រួលណាស់ក្នុងការមើលឃើញផែនការរបស់យាយប៉ុន្តែការប្រយុទ្ធមិនទាន់ចប់នៅឡើយទេកូនអនមិនបោះបង់ទេទោះបីស្មារតីរបស់គាត់ត្រូវបានបំផ្លាញយ៉ាងសាហាវក៏ដោយយាយទទួលបានការស្រែកមុខជាច្រើនដងវាធ្វើឲ្យប្រកាសថាគាត់អូសយាយឲ្យឆ្លងកាត់គ្រប់ជាន់នរកដែលគាត់ស្គាល់ដាក់យាយឲ្យដួលនៅលើដីក្មេងប្រុសនោះចងចាំពាក្យនៃឪពុករបស់គាត់ប្រមូលកម្លាំងចុងក្រោយបំផុតដើម្បីឈរឡើងពីដីវិញវាសរសើរស្មារតីរបស់គាត់ហើយគោរពយាយដល់ថ្នាក់ត្រៀមបញ្ឈប់ការធ្វើបាបគាត់ប៉ុន្តែមិនទាន់ចប់ទេសម្រាប់ក្មេងប្រុសដែលកំពុងកាន់ខ្ជាប់នឹងស្មារតីអ្នកប្រដាល់ពិតប្រាកដយាយឈរឡើងវិញដោយសង្ឃឹមឈ្នះយ៉ាងខ្លាំងវាសង្កេតមើលគាត់យ៉ាងប្រុងប្រយ័ត្នចំណែក Bitch Face គាត់ខឹងសម្បាញ់ហើយវាមុខយាយឲ្យឈឺដល់ឆ្អឹងវាក្រឡាប់កណ្ដាប់ដៃរបស់គាត់យ៉ាងសាហាវដល់ថ្នាក់មិត្តរបស់គាត់ផ្ទាល់ក៏គិតថាគាត់នឹងសម្លាប់ក្មេងប្រុសនោះមុខយាយហើមឈាមហូរមានស្នាមឈាមគ្រប់សភាពអាក្រក់ដែលអ្នកអាចគិតបានវាចាត់ទុកការអត់ធ្មត់របស់ក្មេងប្រុសនោះថាជាការប្រឆាំងនឹងអតិផរណារបស់គាត់ហៅគាត់ថាជាអ្នកចាញ់អាក្រក់ដើម្បីបញ្ជាក់ចំណុចរបស់គាត់បន្ថែមទៀតជាភ្ញាក់ផ្អើលសម្រាប់កូនសេះនោះយាយមិនដែលគិតអំពីឱកាសឈ្នះសោះទេគាត់ហៅរាថាជាអ្នកឈួតព្រោះបានយល់ច្រឡំអំពីគាត់ដោយសារអំពើក្លាហាននេះយាយបានផ្លាស់ប្ដូរខ្លួនឯងទៅជាមនុស្សថ្មីដែលមានកម្លាំងខ្លាំងជាងមុនគាត់មិនខ្វល់អំពីតំណែងតូចដូចជាចាស់ប្រុសរបស់ Baikugo នៅទីនេះទេវិញ្ញាណរបស់យាយធ្វើសម្លេងដូចសត្វខ្លាខណៈដែលគាត់ប្រកាសថាគាត់នឹងក្លាយជាអ្នកប្រដាល់ពាក្យទាំងនេះធ្វើឲ្យ Ryu មានអារម្មណ៍ជំរុំគ្នាទាំងប៉ះពាល់ចិត្តនិងធ្វើឲ្យគាត់ខឹងកាន់តែខ្លាំងបណ្ដាលឲ្យ Ryu គាត់កាន់តែច្រើនឡើងបន្ទាប់មកសំណួរដែលចូលចិត្តប៉ះពាល់ពី Ryu បានធ្វើឲ្យបន្ទប់ស្ងប់ស្ងាត់ Ryu សួរសំណួរដែលគាត់ធ្លាប់សួរគ្រូអំពីការប្រឆាំងនឹងមនុស្សផ្សេងហើយទទួលបានភាពរីករាយពីវាឆាប់រោទៅកាន់គ្រូដែលពន្យល់ថាគាត់បានជឿលើអារម្មណ៍ក្នុងចិត្តរបស់គាត់នៅពេលដែលគាត់ឃើញក្មេងប្រុសមកស្រងែកនោះពេលបង្វឹកជើងឯកពិភពលោកគាត់មានអារម្មណ៍ថាមានអ្វីប្លែកពីក្មេងប្រុសម្នាក់នោះពេលរៀបប្រជុំមុខគ្នាជំនួយការរបស់គាត់ធ្វើពុតជាខ្លាំងក្មេងស្ងៀមស្ងាត់នោះចាំក្បាច់គ្រូបានយ៉ាងល្អហើយវីមួយពីរធ្វើឲ្យក្មេងទំនើងនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងរូកសង្កេតថាគាត់មានអារម្មណ៍រំភើបដល់ថ្នាក់សាច់ដុំស្រឡាងកាំងនៅពេលជួបក្មេងប្រុសនោះការវារបស់រីវបានបង្កើតភាពស្ងប់ស្ងាត់ដល់ថ្នាក់ធ្វើឲ្យត្រចៀកគ្រប់គ្នាអ្នកនៅក្នុងបន្ទប់ម្នាក់ពួកគេដើរចូលទៅរកគាត់ប៉ុន្តែត្រូវបានវាបំបែកជាបំណែកវិញវីមើលឃើញឈុតហ្គេមនោះដូចជាអ្នកមានវិញ្ញាណចាក់ចេញពីរាងកាយគ្រូបន្ថែមថាភ្នែករបស់ក្មេងប្រុសនោះដូចជារីករាយទទួលយកក្រឡាប់ដៃវីមកលើមុខដូចជាមិនមានអ្វីនៅលើពិភពលោកដែលធ្វើឲ្យរីវចាប់អារម្មណ៍បានសោះអាកប្បកិរិយាខុសប្រក្រតីនេះគឺជារឿងដែលគ្រូត្រូវតែសាកល្បងដោយខ្លួនឯងគាត់បានវាយក្រឡាប់ដៃដូចជាប្រើអាវុធនុយក្លេអ៊ែរដើម្បីបំបិទមុខក្មេងប្រុសនោះលទ្ធផលច្បាស់លាស់ដូចពន្លឺថ្ងៃក្មេងប្រុសនោះបានជះក្រឡាប់ដៃគ្រូយ៉ាងស្រស់ស្អាតដែលជាគុណសម្បត្តិដែលអ្នកប្រដាល់ទទួលបានបន្ទាប់ពីវឹកហាត់អស់រយៈពេលជាច្រើនឆ្នាំវាមិនមែនដោយសំណាងឬពេលវេលានោះទេវាជារឿងមិនធម្មតាសូម្បីតែកូនគ្រូប្រដាល់ល្បីបំផុតនៅលើពិភពលោកក៏ទទួលស្គាល់ថាគាត់មិនធ្លាប់ឃើញអ្នកមានទេពកោសល្យដូចយ៉ាងនេះឡើយឥឡូវនេះដល់ពេលសម្រេចទិព្វពិតប្រាកដវាមានអារម្មណ៍មិនស្រួលចិត្តមួយដែលមិនធម្មតាភ្នែកដ៏គួរឲ្យខ្លាចរបស់យោបានធ្វើឲ្យគាត់ស្ទើរតែខ្លាចវាបានវាប្រហារទៅមុខហើយបន្ទាប់មកមានអារម្មណ៍ដូចជាភ្នែកខាងស្ដាំនៃមុខរបស់គាត់ត្រូវបានបំផ្លាញអស់គាត់កំពុងតែគំហឹងដោយឈឺចាប់ទទួលបានការព្យាបាលត្រឹមត្រូវដែលគាត់សមនឹងបានខណៈដែលយោគ្រាន់តែបញ្ចេញមុខមើលគាត់ដូចជាអត់មានអ្វីកើតឡើយ
អ្នកប៉ះពាល់បានខ្លាចជឿនរងគ្រូដែលអត់អាចជួយខ្លួនឯងបានមានអារម្មណ៍ភ័យខ្លាចមិនធ្លាប់ឃើញពីមុនមកតាមពាក្យរបស់គ្រូឯងក្មេងប្រុសនោះមិនមែនជាមនុស្សទេប៉ុន្តែជាភាពសត្វសាហាវពិតគាត់គឺជាអត្ថន័យនៃពាក្យថាកើតមកខុសគេយន្តទទួលបានរឿងផ្ទៃខាងក្រោយរបស់រីវដែលទើបតែត្រូវគេវាយដាច់តែមួយនៅពេលនោះក្មេងប្រុសវ័យក្មេងម្នាក់នេះបានឃើញឱកាសច្រើនពេកក្នុងការប្រយុទ្ធរបស់មនុស្សដទៃគាត់ក៏មានសក់កាត់ប្លែកបំផុតផងដែរប៉ុន្តែវាមិនអាចរារាំងគាត់ពីការបំបាក់អ្នកដទៃបានទេបងប្អូនចាប់ផ្ដើមគិតថាខ្លួនឯងជាគ្រូគោយោរាវ័យមួយដោយសារមិនមាននរណាអាចបញ្ឈប់គាត់បានអារម្មណ៍នៃការបំបាក់អ្នកដទៃយ៉ាងស្ទើរតែមិនសល់នេះបានជំរុញឲ្យគាត់ចង់ធ្វើបន្ថែមទៀតគាត់មានអារម្មណ៍សប្បាយចិត្តក្នុងការមើលឃើញការជឿចាប់និងការភ័យខ្លាចរបស់គូប្រកួតវាបានផ្លាស់ប្ដូរជីវិតគាត់ទាំងមូលបុរសនេះវាគេច្រើនដល់ថ្នាក់គេចាប់អារម្មណ៍ទាំងប្រទេសថាគាត់ជាអ្នកបង្កបាបវាសប្បាយចិត្តពេលដែលមនុស្សដែលធំជាងគាត់5ដងមកបង្រៀនមេរៀនឲ្យគាត់ប៉ុន្តែគាត់ក៏សប្បាយចិត្តជាមួយវាផងដែរគាត់រីករាយគ្រប់វិនាទីក្នុងការវាយបោកពួកគេបង្ហាញឲ្យពួកគេដឹងថាគាត់មិនអាចបញ្ឈប់បានទេវាឡើងឈ្នះជាប់គ្នាដល់ថ្នាក់គាត់ចាប់ផ្ដើមគិតថាគាត់លើសគេដូចជាព្រះពុទ្ធរាវ័យមួយបែបនោះប៉ុន្តែឲ្យតើស្ថានភាពមកដល់បែបណាហើយឥឡូវនេះគាត់ត្រូវបានបំផ្លាញដោយសត្វរង្គាលមួយដែលស្ទើរតែធ្វើឲ្យជីវិតគាត់បាត់បង់ជំនឿចាស់របស់គាត់ត្រូវបានរំញ័រប៉ុន្តែសម្រាប់រីវវាមិនមែនជាបញ្ហាឡើយគាត់គិតថាវាជាការបរាជ័យចៃដន្យឥតប៉ុណ្ណោះហើយគាត់ប្រហែលជាជ្រុះខ្លួនឈួតនេះព្យាយាមប្រើសមត្ថភាពទាំងអស់ដើម្បីធានាថាគាត់អាចយកឈ្នះយកបានគាត់គិតថាវិធីណាខ្លះដែលសមស្របបំផុតសម្រាប់តបស្នងការបំផ្លាញរបស់គាត់វិញវាសម្រេចចិត្តបញ្ចូលកម្លាំងទាំងអស់ក្នុងខ្លួនទៅកាន់ក្រចកដៃគាត់ឃើញយកកំពុងកោងក្បាលជិះការវាប្រហារប៉ុន្តែមុខអាក្រក់នោះបានរំពឹងទុកចលនានេះរួចហើយគាត់លេងល្បិចលើយកហើយវាផ្ទាល់ទៅក្បាលគាត់គ្មាននរណាអាចជិះវាងបាននៅចម្ងាយជិតបែបនេះទេប៉ុន្តែពាក្យថាឌូមិនអាចធ្វើបានគឺមិនមាននៅក្នុងវិជ្ជានុក្រមរបស់យទេគាត់អាចជិះវាងបានយ៉ាងអស្ចារ្យរលឹមរបស់រីស្ទើរតែបាត់បង់ទៅហើយព្រោះគាត់ដឹងថាគាត់បានធ្វើខុសយកងើបឡើងជាមួយក្រឡាប់ដៃដូចជាហាន់ដែកមួយមុនពេលបាញ់ក្រឡាប់ដៃជាច្រើនលើរាងកាយរបស់គាត់ទេពកោសដែលរៀបប្រកាសខ្លួនឯងថាបានពីព្រះមិនមានតម្លៃអ្វីឡើយប្រឆាំងនឹងគូប្រកួតដែលនៅក្រៅចំណុចមើលរបស់គាត់សត្វរន្ធត់នេះលូចចូលពីក្រោយហើយបង្ហាញថាសត្វបរទេសនីមួយមានអ្នកប្រហាររបស់វាបន្ទាប់ពីរងការបោះចោលយ៉ាងអាក្រក់រីវភ្ញាក់ឡើងហើយស្រែកនៅក្នុងបន្ទប់មន្ទីរពេទ្យដែលប្រឈមមុខនឹងសុបិនអាក្រក់ប៉ុន្មានវិនាទីបន្តិចក្រោយគាត់បានដឹងថាឆ្អឹងគ្រប់ចំណុចក្នុងខ្លួនគាត់ត្រូវបានបំផ្លាញអស់វាបានប្រឈមមុខនឹងអារម្មណ៍មួយដែលគាត់មិនធ្លាប់ស្គាល់ពីមុនទេអារម្មណ៍នៃការបាត់បង់និងការភ័យខ្លាចរួមជាមួយនឹងការខកចិត្តគាត់បានជួបប្រទះនឹងការបរាជ័យហើយដោយក្មេងតូចម្នាក់កំពុងយំក្រោយចាញ់លបែងវាក៏យំស្រែកមុខនឹងការបរាជ័យផងដែរចំណែកឯគ្រូបង្វឹកគឺកំពុងផ្ដោតអារម្មណ៍យ៉ាងខ្លាំងលើការកំណត់គោលដៅថ្មីរបស់គាត់គាត់ត្រូវការតែសិស្សម្នាក់ប៉ុណ្ណោះក្នុងបញ្ជីកីឡាករគាត់មិនធ្លាប់ចង់ឲ្យនរណាម្នាក់ចូលរួមជាមួយគាត់យ៉ាងខ្លាំងដូចនេះមុនឡើយបុរសនោះគឺចូលចិត្តខ្លាំងដល់ថ្នាក់ត្រៀមខ្លួនប្លន់យកទៅផងគួរឲ្យចាប់អារម្មណ៍ពេលគេរំពឹងថារៀវមកហាត់ប្រាណយកបាយជាមកជំនួសហាក់ចង់ប្រាប់ថាខ្ញុំវីកូនអ្នករហូតនៅមិនរួចគ្រូបង្វឹកសប្បាយចិត្តខ្លាំងណាស់ដែលយកមកទីនេះដើម្បីរៀនវិប្រយុទ្ធយាយល់ព្រមតាមលក្ខខណ្ឌរបស់គ្រូបង្វឹកប៉ុន្តែគាត់ក៏មានលក្ខខណ្ឌផ្ទាល់ខ្លួនផងដែរគាត់ស្នើសុំប្រាក់ដើម្បីបង់ថ្លៃពេទ្យគ្រូបង្វឹកយល់ថាអ្វីកើតឡើងហើយសួរយ៉ាងរីករាយថាវាបានផ្ដល់ការប្រកួតប្រជែងសប្បាយឲ្យគាត់ឬទេប៉ុន្តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមនុស្សខ្ញុំវិញហៅរាថាជាមនុស្សធន់ថប់វាងាយស្រួលដល់ថ្នាក់នោះគ្រូបង្វឹកខ្សែកហើយត្រៀមចំណាយទ្រព្យសម្បត្តិរបស់គាត់ទាំងមូលដើម្បីទិញមន្ទីរពេទ្យទាំងមូលប្រសិនបើវាចាំបាច់ដើម្បីឲ្យយកចូលរួមហាត់ប្រាណអ្នកទាំងពីរចាក់ចេញទៅមន្ទីរពេទ្យវាសើចសប្បាយណាស់ដែលគ្រូបង្វឹកសប្បាយចិត្តស្រួលពេលរីវត្រូវវាដល់ខ្មៅខ្មាគាត់មិនខ្វល់អំពីជីវិតអ្នកប្រយុទ្ធអួតអាងនោះទៀតទេយកព្រួយបារម្ភអំពីស្ថានភាពរបស់យ៉ែដោយនឹកឃើញភ្លើងក្នុងចិត្តរបស់គាត់បន្ទាប់ពីបង់ប្រាក់រួចទាំងពីរយានាំគ្រូបង្វឹកទៅផ្ទះល្វែងរបស់គាត់វាជាកន្លែងទំនេរត្រជាក់ត្រជុំដែលបង្ហាញថាបុរសនេះមិនមានជីវិតសង្គមទេគាត់សួរឈ្មោះក្មេងប្រុសនោះចុងក្រោយវាបង្កើតឲ្យមានការចងចាំអំពីការបាត់បង់ដ៏សោកស្ដាយរបស់ម្ដាយគាត់អ្វីតែមួយដែលក្មេងប្រុសនោះចងចាំគឺនាមត្រកូលរបស់គាត់ប៉ុណ្ណោះយកណែនាំខ្លួនឯងសង្ខេបគ្រូបង្វឹកពន្យល់ថាគាត់នឹងធ្វើឲ្យក្មេងស្ទាក់ស្ទើរនេះចូលទៅក្នុងពិភពមួយដែលខុសប្លែកពីអ្វីដែលគាត់ធ្លាប់ស្គាល់វាសនាបានជួបប្រទះគ្នាសម្រាប់មនុស្សទាំងពីរនេះហើយក្នុងលក្ខណៈដូចគ្នាអ្នកអួតអាងដែលត្រូវបដិសេធក៏ត្រូវបានបោះចោលដូចជាសម្រាមផងដែរនោះហើយជាការប្រកួតប្រជែងវាសំបីតែមើលមុខជែត្រង់ក៏មិនអាចធ្វើបានដែរគាត់មានមុខមាត់ដូចមនុស្សចាញ់ខណៈដែលជែឈរលើក្បាលខ្ពស់មានទំនុកចិត្តនិងក្លាហានក្នុងការសម្រេចចិត្តរបស់គាត់ពេលវេលានេះបានមកដល់ហើយយើងមិនមានអីត្រូវខ្ចប់ទេលើកលែងតែថង់តូចមួយនិងឆ្មាតូចដែលគាត់ជឿជាក់រូបបង្វឹកសម្រាប់ចិត្តផ្លាស់ប្ដូររូបរាងឲ្យក្មេងយើងគាត់ធ្វើឲ្យគាត់មើលទៅស្រស់ស្អាតខ្លាំងដោយរៀបសក់ឲ្យពួកគេបានមកដល់ប្រលានយន្តហោះគ្រូបង្វឹកបានជួបជាមួយជំនួយការរបស់គាត់ខមមិនជាអ្នកគ្រប់គ្រងហាត់ប្រាណរបស់ពួកគេហើយស្វាគមន៍ពួកគេចូលរថយន្តយូរសំបីតែមិនទាន់ចាប់ផ្ដើមអាជីពប្រដាល់ផងទេតែបានផ្ទះអស្ចារ្យមួយរួចហើយដោយសារគ្រូបង្វឹកពួកគេចេញទៅហាត់ប្រាណលើកដំបូងភ្លាមក្លឹបប្រដាល់សត្វតោមានឈ្មោះល្បីក្នុងការផលិតអ្នកប្រដាល់កម្ពុជាដែលបានបង្កើតប្រវត្តិសាស្ត្រពួកគេអួតថាមានកម្មវិធីបង្រៀនល្អបំផុតដែលទាន់សម័យជាមួយវិធីសាស្ត្រវិទ្យាសាស្ត្រខណៈពេលពួកគេកំពុងជួយយកដើមមើលជុំវិញកន្លែងហាត់ប្រាណអ្នកប្រដាល់ផ្សេងទៀតគ្រប់គ្នាស្ទើរតែភ្ញាក់ផ្អើលក្មេងប្រុសមើលទៅតូចនិងខ្សោយក្នុងភ្នែករបស់ពួកគេខំមិនថាមានអ្នកប្រដាល់តិចតួចទេដែលអាចហ្វឹកហាត់ផ្ទាល់ជាមួយគ្រូ
នាងប្រាប់គាត់ឲ្យមានមោទនភាពក្នុងការត្រូវបានជ្រើសរើសប៉ុន្តែក្មេងប្រុសរបស់យើងវិញស្នប់ស្នាត់ដល់ថ្នាក់មិនខ្វល់អីសោះ Harmon មិនសូវពេញចិត្តនឹងអាកប្បកិរិយារបស់គាត់ទេយឺស្គាល់ Arnold ប៉ុន្តែគាត់បែរជាចាប់អារម្មណ៍នឹងរូបថតជើងឯកពិភពលោកវិញ Aaron Type ជាការប្រកួតដ៏ល្អបំផុតរបស់គាត់គ្រូចង់ឲ្យគាត់មើលការប្រកួតផ្ទាល់ទើបប្រាប់ Carmen ឲ្យកក់កៅអីសម្រាប់ជើងឯកនេះរូបចង់ឲ្យយើងមានឱកាសសិក្សាពីកษัត្រិយរន្ធត់ដោយគាត់ផងដែរក្នុងចំណោមមនុស្សជាច្រើនកំពុងគ្រប់គ្រងមានកន្លែងប្រកួតមួយសម្រាប់អ្នកប្រយុទ្ធ2នាក់ជើងឯកពិភពលោកបច្ចុប្បន្នបានបំផ្លាញគូប្រកួតរបស់គាត់ដោយការវាយមួយបន្ទាប់ពីមួយរាល់ការវាយរបស់គាត់នេះមួយបង្កឲ្យមានការរញ្ជួយខ្លាំងដល់គូប្រកួតរហូតដល់ពេលវាយដាច់សន្លប់ដែលបញ្ចប់ការប្រកួត Aaron បានក្លាយជាអ្នកឈ្នះហើយបន្តរក្សាតំណែងជាជើងឯកពិភពលោកខ្នាតធ្ងន់គ្រូណែនាំយកឲ្យស្ដាប់សំឡេងគ្រប់គ្រងពីមនុស្សជាច្រើនព្រោះថ្ងៃណាមួយគាត់ក៏នឹងក្លាយជាមនុស្សដូច Aaron ផងដែរដោយមានជំនួយពីគាត់ក្មេងប្រុសស្ងៀមស្ងាត់និងឆាប់នេះអាចអង្គុយនៅកំពូលពិភពលោកជាមួយតំណែងជាផ្ទាល់ខ្លួនហើយនោះហើយជាពេលដែលបំណងរបស់នឹងក្លាយជាការពិតគាត់មានអារម្មណ៍រំភើបសម្រាប់យោក្មេងប្រុសនោះចងចាំយ៉ាងច្បាស់អំពីរូបភាពភ្លឺចាំងដែលបានចូលមកក្នុងជីវិតរបស់គាត់ភ្ញាក់ឡើងនៅក្នុងបន្ទប់ថ្មីរបស់គាត់ដែលនៅតែតិចដែរនៅក្លឹបប្រដាល់ Lions មានអ្នកប្រដាល់ម្នាក់ដែលធ្វើឲ្យខ្ចាប់អារម្មណ៍អបាទឹកក្រូចចង់ឲ្យគ្រូបង្វឹកផ្ទាល់ដោយផ្ទាល់ប៉ុន្តែការអះអាងរបស់គាត់គឺគួរឲ្យអស់សំណើចដល់ថ្នាក់គិតថាគាត់មិនដែលបានប៉ះយាសោះទេហើយបើសិនគាត់អាចធ្វើបានគាត់សន្យាថានឹងបង្កើតគាត់ឲ្យក្លាយជា Champion ពិភពលោកតែពិភាក្សាអំពីការប្រកួតរវាង Josh និង Yale បានរីករាលដាលទូទាំងកន្លែងហាត់ប្រាណ Josh មិនមែនជាគូប្រកួតងាយស្រួលទេគាត់បានហាត់ប្រាណរៀងរាល់ថ្ងៃដើម្បីឈានដល់កម្រិតនេះប៉ុន្តែទោះបីជាគាត់ឈ្នះព្រឹត្តិការណ៍យុវជនឆ្នាំមុននិងយកឈ្នះអ្នកប្រដាល់ជាច្រើននៅក្លឹបបរិសុទ្ធជំនាញនេះក៏ដោយគ្រូមើលគាត់មិនសូវមានតម្លៃអ្វីឡើយរំលឹកគាត់ថាមនុស្សដូចគាត់អាចរកឃើញបានគ្រប់ទីកន្លែងលើពិភពលោកសង្ខេបគឺបងប្រុសត្រូវគេហៅថាមធ្យមគិតថាគាត់មិនសូវចូលចិត្តមនុស្សដែលមានដែនកំណត់ច្បាស់លាស់ទេយូសទទួលយកការប្រមាថរបស់គាត់ជាការប្រកួតប្រជែងហើយអះអាងថានឹងបំបាក់យោដើម្បីឲ្យគាត់ត្រូវញ៉ាំពាក្យរបស់ខ្លួនវិញនៅក្នុងក្រវ៉ាត់ប្រដាល់យូសតឹងតែងខ្លាំងណាស់ដូចជានេះជាការប្រយុទ្ធសំខាន់បំផុតក្នុងជីវិតរបស់គាត់ប៉ុន្តែពេលគាត់បែរមុខទៅរកគូប្រកួតគាត់សម្បីតែចង់ដៃក៏មិនបានផងយូសកាន់តែខឹងពេលត្រូវប្រឈមមុខនឹងអ្នកថ្មីម្នាក់ដែលមិនដឹងអ្វីអំពីពិភពប្រដាល់សោះមនុស្សនៅជុំវិញពួកគេក៏កំពុងរំភើបសម្រាប់ការប្រកួតនេះផងដែរយកមើលទៅស្រដៀង Anna Bones ស្ដាងនឹង Stickman 48ព្រោះគាត់មិនធ្លាប់ហាត់ប្រាណសោះក្នុងជីវិតខណៈដែលមនុស្សខ្លះមើលស្មានថាយកមិនអាចធ្វើអ្វីបានទេមនុស្សផ្សេងទៀតវិញគិតថាគាត់អាចធ្វើបានព្រោះត្រូវបានខ្ជិលរើសបន្ទាប់ពីរៀបចំរួចរាល់សួរថាយកប្រហែលជាភ័យខ្លាចយូរទេលោក introvert មានអារម្មណ៍ថារឿងទាំងមូលនេះគួរឲ្យធុញទ្រាន់ Diego Chadsense ផ្ដល់មេរៀនប្រដាល់មួយទៀតឲ្យគាត់ដែលសំខាន់ណាស់ហើយចង់ឲ្យគាត់ចងចាំកុំឲ្យគេវាយប៉ះខ្លួននៅពេលប្រយុទ្ធជាមួយនឹងដំបូន្មាននោះគាត់ចាក់ចេញពីក្រវ៉ាត់ប្រទះមុខឲ្យអ្នកប្រយុទ្ធទាំងពីរប្រឈមគ្នាប្រហែលជាអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ព្រោះគាត់ចង់ឃើញអំណាចរបស់សិស្សស្នេហ៍របស់គាត់កណ្ដឹងចាក់ហើយ Josh បានចាប់ផ្ដើមវាយប្រហារយ៉ាងខ្លាំងតែវាមិនមានអ្វីសម្រាប់គូប្រកួតរបស់គាត់ទេដែលជិះកូនមុតយ៉ាងងាយស្រួលដូចជាមើលឃើញវាមកពីចម្ងាយការវាយប្រហារតាមលំដាប់របស់ Josh មិនថាស្រួលខ្លាំងយ៉ាងណាក៏មិនអាចប៉ះមុខយកបានសូម្បីតែម្ដងផងគ្រាន់តែឃើញការប្រយុទ្ធនេះក៏ធ្វើឲ្យចង់បញ្ជូនគាត់ចូលប្រយុទ្ធពិតដើម្បីឲ្យគាត់បំផ្លាញគ្រប់គ្នា Harmon និងអ្នកផ្សេងទៀតបានស្គាល់ថាធ្វើជាចម្បងលើល្បឿនជំនួសកម្លាំងនៅក្នុងការជ្រើសរើសរបស់គាត់ក្មេងប្រុសនោះមិនសូម្បីតែភ័យស្រួលសោះខណៈពេលជិះវាងការវាយប្រហារទាំងនោះវាហាក់ដូចជាអាចមើលឃើញយឺតណាស់ក្នុងភ្នែករបស់គាត់ដល់ថ្នាក់បន្ទាប់ពីវាយជន់គ្នាច្រើនដង Josh ទើបជាអ្នកហួសកម្លាំងគាត់មិនជឿថាគាត់មិនអាចប៉ះក្មេងស្គមមុខគាត់សូម្បីតែម្ដងផងពាក្យរឹងមាំរបស់គ្រូបង្វឹកបានធ្វើឲ្យក្មេងប្រមុំនេះធ្លាក់ចូលទៅក្នុងផ្លូវរងគ្រោះផ្លូវចិត្តហើយឥឡូវគាត់ដឹងហើយថាគាត់មិនមែនត្រឹមតែបង្កប់គាត់ទេសម្រាប់ក្បាលស្រស់ពណ៌ទឹកក្រូចវាហាក់ដូចជាគាត់កំពុងប្រយុទ្ធប្រឆាំងនឹងជញ្ជាំងមិនអាចបំផ្លាញបានទោះជាយ៉ាងណា Josh ក៏មិនងាយបោះបង់ដូច្នេះដែរគាត់ចង់បង្កើតអ្វីថ្មីបន្តិចយុទ្ធសាស្ត្រថ្មីរបស់គាត់គឺបន្លំយោដោយប្រើក្បាច់បន្លំជាច្រើនយោនៅតែជិះវាងការវាយប្រហារទាំងអស់យ៉ាងស្អាតនិងមិនមានការភ័យខ្លាចខណៈ Josh កំពុងស្ថិតនៅលើហ្គេមការចងចាំរបស់គាត់បង្ហាញថា Josh គិតថាខ្លួនជាអ្នកខំប្រឹងបំផុតក្នុងក្លឹបគាត់ហ្វឹកហាត់រៀងរាល់ថ្ងៃជាច្រើនម៉ោងអស់រយៈពេលជាច្រើនឆ្នាំដើម្បីស្វែងយល់ពីអ្នកល្បីហើយសង្ឃឹមថាមួយថ្ងៃណាគាត់នឹងក្លាយជាមនុស្សដូចពួកគេប៉ុន្តែឥឡូវនេះមានតែភាពខឹងនៅក្នុងចិត្តគាត់ប៉ុណ្ណោះគិតថាវាមិនយុត្តិធម៌ទេព្រោះទោះបីជាមនុស្សជាច្រើនជាអ្នកប្រដាល់ល្អដោយសារតែការហ្វឹកហាត់ក៏ដោយពួកគេនៅតែមានកំណត់ហើយនៅពេលនេះ Josh ក៏ចាប់ផ្ដើមដឹងពីកំណត់របស់ខ្លួនផងដែរប្រឆាំងនឹងគូប្រកួតដែលមានទេពកោសល្យដោយព្រះទាំងម៉ោងខិតខំធ្វើការទាំងនោះនឹងក្លាយជាអប្រយោជន៍គិតថាអ្នកប្រដាល់ដោយគាត់ក៏មិនគួរត្រូវបោះបង់ចិត្តដែរព្រោះពួកគេបានឈានដល់កម្រិតនេះដោយកម្លាំងខ្លួនឯងជុំទី1បានបញ្ចប់ខណៈពេលដែលអ្នកចៅក្រមបំបែកអ្នកប្រដាល់ទាំងពីរJosh នៅសល់ជាមួយមុខស្រកស្រានៅពេលដែលជួយណែនាំលោក Kumar Can't Touch Me គេឲ្យវាគេត្រង់ចង្ការដើម្បីបញ្ចប់ជាមួយនឹងការវាឲ្យសន្លប់យប់បានរៀនតែពីរយ៉ាងប៉ុណ្ណោះគឺការវានិងការជិះវាងនេះបណ្ដាលមកពីគិតថាអ្នកមានទេពកោសល្យដោយគាត់កើតមកជាមួយសមត្ថភាពធម្មជាតិក្នុងការបង្កើតរចនាប័ទ្មផ្ទាល់ខ្លួនដែលអាចបង្កើនប្រសិទ្ធភាពចលនាគាត់មិនចង់ឲ្យរៀនបច្ចេកទេសទូទៅទេហើយចង់ឲ្យគាត់ផ្ដល់អាទិភាពដល់គោលបំណងជាង
មានទំនុកចិត្តថាគាត់មិនធ្លាប់ឃើញទេពកោសល្យដោយគាត់យ៉ាងនេះឡើយបងប្អូនកំពុងសរសើរគាត់ខ្លាំងណាស់ដល់ថ្នាក់ទទួលស្គាល់ថាគាត់ជាផ្ទៃសម្បត្តិនៃកីឡាប្រដាល់ផ្ទាល់យ៉ាងណាក៏ដោយជុំទី2នឹងចាប់ផ្ដើមហើយស្ថានភាពមើលទៅមិនល្អសម្រាប់ក្បាលទឹកក្រូចនោះទេក្បាលទឹកក្រូចទទួលស្គាល់ថាគូប្រកួតរបស់គាត់មានប្រតិកម្មលឿនល្អប៉ុន្តែជាមួយគ្នានេះផងដែរគាត់ប្រកាសថានឹងមានបញ្ហាអំពីភាពអត់ធ្មត់ដូចជាមនុស្សដូចជាដែរព្រោះអ្វីនេះត្រូវការបណ្ដុះបណ្ដាលគោលបំណងរបស់គាត់គឺធ្វើឲ្យគាត់នឿយហត់ដោយប្រើការវាយយឺតហើយបន្តបង្កើតសម្ពាធJosh មានទំនុកចិត្តលើយុទ្ធសាស្ត្ររបស់គាត់ប៉ុន្តែទើបតែជុំចាប់ផ្ដើមក្មេងប្រុសរបស់ខ្ញុំត្រូវបានវាយបំផ្លាញដោយការវាយតែមួយដងបាត់ស្មារតីភ្លាមពេលគាត់ភ្ញាក់ឡើង Josh សង្កេតឃើញថាមនុស្សទាំងអស់បានចេញទៅហើយការយល់ដឹងនោះបានវាយប្រហារគាត់ត្រូវបានវាយដល់សន្លប់រហូតដល់យកផ្ដល់ឱកាសឲ្យគាត់ប្រកួតជុំមួយទៀត Josh គិតថាវាឥតប្រយោជន៍ទេព្រោះគាត់ស្ថិតនៅលើកម្រិតផ្សេងទៀតទាំងស្រុងប៉ុន្តែមានអ្វីមួយអំពីគាត់ដែលធ្វើឲ្យយល់នឹកឃើញពីវិញ្ញាណនិងការប្រាជ្ញារបស់ Jay ខណៈពេលគាត់កំពុងចេញទៅ Josh សួរថាតើគាត់អាចយកឈ្នះក្មេងប្រុសមានទេពកោសល្យម្នាក់ទៀតដែលជ្រើសរើសបេក្ខជនរបស់គាត់បានឬទេយកគិតសិនមួយភ្លែតហើយជំនួសឲ្យឃើញមុខរាវដែលមើលមិនសូវស្រួលចិត្តគាត់វិញឃើញភាពមិនចេះបោះបង់របស់ Jay ដែលតែងតែឈរឡើងវិញដើម្បីប្រយុទ្ធជាមួយគាត់ម្ដងទៀតហេតុនេះហើយយកទៅគិតថាគាត់មានកម្លាំងខ្លាំងជាងដោយទុក Josh ស្នាក់ស្រងំម្នាក់ឯងរយៈពេល2ឆ្នាំបានកន្លងផុតទៅហើយចាប់តាំងពីការប្រយុទ្ធនោះក្មេងប្រុសសក់លឿងម្នាក់ដែលមានរូបរាងដូច Iskandar ពីពិភពផ្សេងកំពុងព្យាយាមស្វែងរកព័ត៌មានអំពីអ្នកប្រដាល់ថ្មីរបស់វាជារឿងពិបាកណាស់ក្នុងការស្វែងយល់អំពីយកប៉ុន្តែមានរឿងមួយច្បាស់ណាស់គាត់ផ្ដោតលើការបណ្ដុះបណ្ដាលសមត្ថភាពអត់ធ្មត់យ៉ាងខ្លាំងយករត់ហាត់រហូតដល់គាត់អស់កម្លាំងទាំងស្រុងបន្ទាប់មកគាត់ត្រឡប់ទៅផ្ទះដើម្បីងូតទឹកក្មេងស្គមម្សិលមិញឥឡូវក្លាយជាមនុស្សសាច់ដុំធំដោយសារការហាត់ប្រាណរបស់គាត់នៅក្នុងហាត់ប្រាណមាន John Taker មនុស្សទម្ងន់ស្រាលម្នាក់ដែលមានកំណត់ត្រាជ័យជំនះ9និងចាញ់7គឺគូប្រកួតរបស់គាត់មនុស្សមើលទៅស្រួលចិត្តបែបសាហាវនេះល្បីថាចូលចិត្តបំផ្លាញអ្នកថ្មីហើយលួចយកពន្លឺនៃការបង្ហាញខ្លួនដំបូងរបស់ពួកគេគាត់ចូលចិត្តបង្ហាប់អ្នកប្រដាល់នៅជ្រុងព្រោះគាត់ជាមនុស្សក្បត់ Herman គិតថាវាមិនមែនជាបញ្ហាធំសម្រាប់តារារបស់ពួកគេទេប៉ុន្តែមានបញ្ហាផ្សេង Herman ជឿជាក់ជាពិសេសថាយកហាត់ប្រាណត្រឹមតែមើលការប្រកួតជើងឯកនិងរត់ប៉ុណ្ណោះគ្រូបង្វឹកក៏កំពុងព្រួយបារម្ភអំពីរឿងនេះដែរ John Taker បរិះក្បាលទេដែលពាក់ស្នាមសាក់របស់ Sakuna កំពុងវាយកាបូបហាត់ប្រាណយ៉ាងសាហាវJohn ចូលចិត្តលេងជាមួយ Hawks ហើយបន្ទាប់មកចាប់គូប្រកួតរបស់គាត់សម្រាប់ចប់ការប្រកួតដោយ John ណាដែលស្រឡាយវាត្រូវបានហៅថា Headlock Hawk ហើយវាបានទទួលឈ្មោះអាក្រក់ក្នុងសហគមន៍ប្រដាល់អ្នកគ្រប់គ្រងរបស់ John បានណែនាំគាត់ឲ្យស្គាល់ Peter Kent អ្នកសារព័ត៌មានមនុស្សម្នាក់ដែលមើលទៅដូចទូកាតូននេះស្រួលចិត្តណាស់ដែលគាត់ត្រូវបានសម្ភាសគាត់ដឹងថា Medi កំពុងស្វែងរកចំណងជើងដ៏សមរម្យពួកគេចង់ឲ្យ John បំផ្លាញអ្នកប្រដាល់សម្ងាត់របស់ Iskandar នៅទីនេះហាក់ដូចជាមានបទពិសោធន៍ច្រើនអំពីល្បែងនេះហើយចង់បន្ថែមភាពរំភើប John ទទួលសារភាពថាអ្នកមានស្វ័យនិងមានទេពកោសល្យឲ្យគ្រាន់តែជាអ្នកអត់តម្លៃប៉ុណ្ណោះពួកគេត្រូវបានលើកទឹកចិត្តខ្លាំងណាស់ហើយគាត់រីករាយនឹងអារម្មណ៍ក្នុងការបំផ្លាញកម្លាំងចិត្តរបស់ពួកគេរឿងនេះធ្វើឲ្យមនុស្សគួរឲ្យខ្លាចនេះរំភើបអ្វីដែលអាក្រក់បំផុតគឺគាត់គិតថាគាត់កំពុងធ្វើការងារល្អក្នុងការរំលឹកឲ្យអ្នកមានទេពកោសល្យដឹងថាពួកគេឈួតបំផុតអ្វីដែលគាត់ត្រូវធ្វើគ្រាន់តែបោកគូប្រកួតឲ្យដួលមិនថាគាត់លេងអាក្រក់យ៉ាងណាក៏ដោយអ្នកសារព័ត៌មានត្រូវបានហៅថា Kupasi Bruce Jones អបអ្នកខ្សោយដែលលេងតាមច្បាប់អ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលគឺពេល John ភ្លេចច្បាប់ហើយធ្វើឲ្យអ្នកថ្មីភ្ញាក់ផ្អើលគាត់និយាយអំពីទស្សនវិជ្ជាខុសច្បាប់របស់គាត់ដើម្បីរំលឹក Peter នឹកដល់ជើងឯកពិភពលោកថ្នាក់មធ្យម Fabrizio Santorini Bernard គោរពសម្ដែងចំពោះបងប្អូន Santorini ហើយចាត់ទុកពួកគេជាអ្នកប្រយុទ្ធដ៏ល្អបំផុត John ទុកសារមួយសម្រាប់នឹងការចូលចិត្តថ្មីបំផុតរបស់គាត់ដោយប្រកាសថាគាត់នឹងបំផ្លាញទេពកោសល្យរបស់បន្ទាប់ពីសម្ភាស John ចាប់ផ្ដើមសង្ស័យយ៉ាងធ្ងន់ធ្ងរថាគាត់នឹងឈ្នះឬអត់វាជាការប្រកួតប្រជែងចម្លែកមែនទេនិយាយបែបនោះច្រើនតែអ្នកគ្រប់គ្រងគាត់វិញត្រូវជាមនុស្សម្នាក់ដែលប្រាប់ឲ្យគាត់មានទំនុកចិត្តផ្ទុយទៅវិញយូរទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានទាំងអស់ព្រោះគាត់ជាអ្នកប្រយុទ្ធប្រភេទ outboxer ដែលពឹងផ្អែកលើជំហានជើងហើយប្រមូលពិន្ទុពីគូប្រកួត Herman គ្រប់គ្រងពួកគេដូចជាអ្នកដឹកនាំស្រីហើយបិទទ្វារយ៉ាងរឹងមាំ John សួរថាតើមានអ្វីកំពុងបង្កការភ្ញាក់ផ្អើលខ្លាំងនៅផ្នែកម្ខាងទៀតគាត់កំពុងសម្លឹងរកវិធីបំផ្លាញអ្នកថ្មីឲ្យខ្លាំងជាងមុនទៀតចុងក្រោយនេះគាត់បានឱកាសឈរនៅក្រោមពន្លឺភ្លើងអ្នកស្អប់ John ដែលឈួតកំពុងស្អប់ប្រុសនេះគ្រប់ទីទាំងអស់អ្នកបញ្ចេញសម្លេងកំពុងរំភើបចំពោះការប្រកួតទម្ងន់ស្រាលថ្ងៃនេះមនុស្សគ្រប់គ្នាកំពុងចង់ដឹងពីទេពកោសល្យរបស់យោដែលជាសិស្សចុងក្រោយរបស់ខណៈពេលនោះ John រីករាយដែលគាត់អាចបំផ្លាញទេពកោសល្យរបស់ហើយធ្វើឲ្យពួកគេមានមុខសោកស្ដាយអ្នកប្រយុទ្ធដែលមានកម្ពស់មធ្យម5ជើង9បានចេញមកជាមួយក្រុមរបស់គាត់គ្រូបង្វឹកជួយឲ្យគាត់ឈរប្រុសនោះមើលទៅស្រស់ស្អាតដូចនិយមន័យនៃពាក្យវិទ្រពខណៈដែលគាត់ឈរនៅក្រោមពន្លឺភ្លើងមុខគាត់Peterកាន់តែចង់ដឹងអំពីយោព្រោះគាត់បានផ្ដោតតែការបណ្ដុះបណ្ដាលសមត្ថភាពអត់ធ្មត់ប៉ុណ្ណោះ John ត្រូវបានផ្ដល់ព័ត៌មាននេះដើម្បីអាចវាយបានប៉ុន្មានដងនៅពេលប្រយុទ្ធចិត្តគ្រូបង្វឹកបានណែនាំយោរួចហើយថាត្រូវប្រយុទ្ធយ៉ាងដូចម្តេចគាត់នឹងបន្តដើរតាមផែនការរបស់ពួកគេអ្នកបញ្ចេញសម្លេងកំពុងបង្កើនកម្រិតការប្រយុទ្ធហើយរំពឹងថាយោនឹងបង្ហាញសមិទ្ធផលអស្ចារ្យសូម្បីតែ John ក៏ត្រូវទទួលស្គាល់ថាប្រុសយើងមានភាពស្ងប់ស្ងាត់ដោយដែកត្រជាក់នៅក្នុងខ្លួនគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីនាំឲ្យគាត់ជួបនឹងការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីការប្រកួតចាប់ផ្ដើមដោយភ្នែកទាំងអស់ផ្ដោតទៅលើអ្នកប្រយុទ្ធទាំងពីរការប្រយុទ្ធចាប់ផ្ដើមឡើងចុងក្រោយ
ដោយជាខ្លួនក្រហមខ្លាំង John សាឡបងប៉ះគាត់យ៉ាងគោរពដើម្បីលួចវីមួយក្បាលប៉ុន្តែគាត់រន្ធត់ពិតពេលឃើញយកមើលចុះមកគាត់ដោយមិនបាច់និយាយអ្វីវាដូចជាថា John ត្រូវបានដាក់ឲ្យឈរមុខកាំភ្លើងដែលរងចាំបាញ់គាត់ចុះប្រឆាំងនឹងល្បិចគ្រប់យ៉ាងរបស់គាត់ Hip ស្មុតស្ងាត់របស់ John ត្រូវបានរំញ័រយ៉ាងខ្លាំងបន្ទាប់មកមានរឿងប្លែកមួយកើតឡើងយកវីមួយក្បាលយ៉ាងស្អាតត្រង់លើថ្ពាល់របស់គាត់ប៉ះតិចហើយធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលឆាកត្រូវបានកាត់ត្រឡប់ទៅកាន់មតិយោបល់របស់ក្មុនពេលប្រយុទ្ធហាក់ដូចជាគ្មានទំនុកចិត្តលើសមត្ថភាពរបស់ Eugenic ហើយកំពុងគិតរកវិធីធ្វើឲ្យមនុស្សសន្ធឹកសន្ធាប់ភ្ញាក់ផ្អើលភ្នែករបស់ John ធំដូចផែនដីបរិះនោះកំពុងរងការភ័យខ្លាចប៉ុន្តែយាមិនឲ្យគាត់រួចទៅនេះទេគាត់កំពុងវាយបោកគាត់ជាមួយនឹងកូនមុតស្ទើរតែជាច្រាំងទឹកដោយវាចំកន្លែងដែលគ្រាន់តែខ្វះ technology គ្រូបង្វឹកចង់ឲ្យឱកាសនេះคล้ายជាបទពិសោធន៍សម្រាប់ពិភពលោក John បើកភ្នែករបស់គាត់មុខគាត់ពោពេញដោយឈាមវាអាក្រក់ដល់ថ្នាក់ដែលវិជ្ជាបណ្ឌិតម្នាក់បានមកពិនិត្យរបួសរបស់ John បរិះដែលធ្វើការជាវិជ្ជាបណ្ឌិតរយៈពេល21ឆ្នាំមកហើយមិនអាចយល់ច្បាស់ពីរឿងអាថ៌កំបាំងបែបនេះបានទេវិជ្ជាបណ្ឌិតពន្យល់ថាជាធម្មតារបួសទាំងនេះនឹងបង្កឲ្យមានការបែកបាក់នៅលើមុខរបស់គាត់ប៉ុន្តែការកាត់បាក់វិញវាស្រួចពេកមិនមែនជារបួសធ្ងន់ធ្ងរទេវិជ្ជាបណ្ឌិតមានអារម្មណ៍ភ្ញាក់ផ្អើលពេលឃើញស្រោមដៃប្រដាល់របស់យោព្រោះគាត់អាចកាត់បានយ៉ាងត្រឹមត្រូវដោយប្រើតែការវាយប៉ុណ្ណោះអារម្មណ៍ភ័យខ្លាចនិងរន្ធត់ចូលមកក្នុងចិត្តរបស់ John អារម្មណ៍ភ័យខ្លាចបានគ្រប់គ្រងគាត់វិជ្ជាបណ្ឌិតដែលភ្ញាក់ផ្អើលបានរាយការណ៍ថាមិនមានរបួសធ្ងន់ធ្ងរណាមួយទេដូច្នេះ Johnny Boy អាចបន្តលេងប្រកួតបានប៉ុន្តែ Johnny Boy មានអារម្មណ៍ស្រពិចស្រពិលគាត់បដិសេធមិនចង់ក្លាយជាមនុស្សខ្មាស់អៀនទេហើយចង់បន្តប្រយុទ្ធដែលធ្វើឲ្យអ្នកជំនុំប្រុងប្រយ័ត្ន Egghead មិនអាចយល់ច្បាស់ថាតើក្មេងថ្មីនេះមានអ្វីខុសប្រក្រតីនិងគួរឲ្យភ័យខ្លាចប៉ុណ្ណាសម្រាប់គាត់ប្រដាល់គឺជាបច្ចេកទេសនិងការអនុវត្តជំនាញទោះបីជាយ៉ាងណាគាត់មិនអាចស្គាល់អារម្មណ៍ថាគូប្រកួតរបស់គាត់មានការរឹតបន្តឹងណាមួយឡើយយោហាក់ដូចជាអ្នកប្រយុទ្ធសាហាវមនុស្សមួយប្រភេទដែលបំផ្លាញមនុស្សដទៃដោយគ្មានអារម្មណ៍អ្វីសោះ John ដឹងថាគាត់កំពុងប្រឈមមុខជាមួយអារ៉ាផ្ទាល់លើកនេះគាត់ជាអ្នកចាប់ផ្ដើមវីមុនប៉ុន្តែគាត់មិនអាចចូលទៅជិតយាបានសោះដោយមិនទាន់ទទួលមុខឲ្យគេវីប៉ះ John ពិតជាមិនយល់ថាតើយោអាចអានចិត្តគាត់ដូចអានសៀវភៅបានយ៉ាងដូចម្តេចយោបានជួគាត់ទៅជិតខ្សែជ្រុងដល់ថ្នាក់ដែលបរិះនេះសួរខ្លួនឯងថាតើខ្លួនកំពុងសុបិនមែនឬទេទូអង្គត្រជាក់របស់យើងបានវី uppercut ឈាមមួយទៀតយ៉ាងលឿនការប្រយុទ្ធនេះមើលទៅដូចជាការប្រយុទ្ធគ្នាដ៏សាហាវនៅតាមផ្លូវជាងការប្រកួតប្រដាល់ជំនាញJohn កំពុងត្រូវវីបោកយ៉ាងសាហាវឈាមស្រក់ពេញទីបណ្ដាលឲ្យអ្នកទស្សនាទាំងអស់គ្នាផ្អើលមនុស្សគ្រប់គ្នាដឹងថានរណាជាអ្នកឈ្នះក្នុងការប្រយុទ្ធនេះសូម្បីតែកូដ Egghead ក៏ទទួលស្គាល់ថាយកគ្រាន់តែកំពុងលេងសើចជាមួយគូប្រកួតប៉ុណ្ណោះ John អ្នកអាក្រក់ម្នាក់នេះមិនអាចទប់កូនដៃបានសោះដោយមិនមានអារម្មណ៍ថាខ្លួនកំពុងត្រូវរងទម្ងន់វីចូលមកគាត់ត្រូវវីបោកកាន់តែខ្លាំងឡើងការភ័យខ្លាចស្លាប់បានគ្រប់គ្រងគាត់អារម្មណ៍នៃអំពើហិង្សាដែលមិនអាចបំបាក់បាននេះបានបង្កើនការរញ្ជួយចិត្តក្នុងចំណោមមនុស្សទាំងអស់ពីមុខមាត់ដែលភ័យខ្លាចคล้ายទៅជាអារម្មណ៍រីករាយពួកគេរំភើបចិត្តចំពោះសត្វរន្ធត់មួយដែលគ្រូបានជួយបង្កើតឡើងមនុស្សទាំងមូលដែលស្ងៀមស្ងាត់នោះស្រាប់តែស្រែកអបអរសាទរយ៉ាងរីករាយនេះជាប្រភេទសំណើចដែលចង់បាន John ជឿជាក់ថាយោអាចវីបរិះម្នាក់ឲ្យស្លាប់ដោយមិនមានអារម្មណ៍អ្វីឡើយគាត់ប្រើយុទ្ធសាស្ត្រមិនស្អាតដើម្បីបំផ្លាញជើងយោប៉ុន្តែអ្នកបោះប្រាស់វិញត្រូវបានបោកវិញព្រោះយោអាចមើលឃើញគ្រប់ចលនារបស់គាត់ហើយលែងឈ្នះគាត់វិញមនុស្សមើលការប្រកួតហើយគាត់ថាជាអ្នកលួចវីស្អប់ស្អំម្នាក់ដែលបរាជ័យក្នុងការឈ្នះទោះបីជាខ្លួនជាចង្គៀងក៏ដោយយកវីកូនដែលលឿនដោយកាំបិតរបស់គាត់ប៉ុន្តែមានអ្វីមួយផ្លាស់ប្ដូរហើយគ្រូបង្វឹករបស់ John គិតថាយកកំពុងបង្ហាញចំណុចខ្សោយរបស់ខ្លួនបន្ទាប់ពីចូលមកក្នុងដៃរបស់ John គាត់មានទំនុកចិត្តលើសមត្ថភាពរបស់ John ក្នុងការប្រើក្បាច់ច្រវាក់ក្បាលហើយយកឈ្នះគាត់ប៉ុន្តែទម្ងន់នៃពិភពលោកបានបំផ្លាញគាត់មុខរបស់គាត់ពោពេញដោយឈាមរចនាប័ស្ត្រប្រដាល់របស់គាត់ត្រូវបានបង្ខូចអស់សោះសម្លេងមនុស្សមើលការប្រកួតបានបំពេញក្បាលគាត់ដោយភាពឆ្កួតធ្វើឲ្យគាត់ក្រិននៅលើឆាកមុនពេលមានពេលវេលាសំខាន់ក្នុងអាជីព John គឺជាអ្នកប្រយុទ្ធស្មើដែលតែងតែត្រូវបានបោះបង់ចោលគ្រូបង្វឹករបស់ John គិតថាក្បាច់វីជ្រុងរបស់គាត់គឺជាចំណុចខ្លាំងបំផុតគ្រូបង្វឹករបស់គាត់បានប្រាប់គាត់អំពីគូប្រកួតបន្តប៉ុន្តែ Isis Dresner គឺជាអ្នកដែលគ្រប់គ្រងនិងឈ្នះរហូតដល់មេដាយមាសអូឡ িম্প ពិកផងដែរបុរសនោះបានបង្វែរទៅប្រដាល់អាជីព John ទទួលស្គាល់ថាគាត់កំពុងត្រូវបំផ្លាញក្នុងការប្រកួតប្រឆាំង Dresner នៅការប្រកួតប្រដាល់ដំបូងរបស់គាត់គ្រូបង្វឹកមានអារម្មណ៍សោកស្ដាយចំពោះគាត់ប៉ុន្តែចំណង់ចំណូលចិត្តរបស់ John ចំពោះប្រដាល់បានបំភ្លឺគាត់ឲ្យខិតខំប្រឹងប្រែងថែមទៀតគាត់រីករាយដែលបានឱកាសបែបនេះហើយបន្ទាប់មកក៏ត្រូវបំផ្លាញដោយដែលមនុស្សគ្រប់គ្នាបានទស្សន៍ទាយ Dresner បន្តវីគាត់ខ្លាំងសូម្បីតែនៅចម្ងាយជិត John ទទួលរងការវីប្រហារខ្លាំងពេលបុរសនោះវីបុកគាត់យ៉ាងសាហាវទៅលើរាងកាយគាត់ទាំងមូល John ព្យាយាមវីស្ទុយធំមួយប៉ុន្តែត្រូវបានវីហុកទៅចំហៀងDresner បន្តបំផ្លាញគាត់យ៉ាងពេញលេញប៉ុន្តែអ្វីនោះហើយដែលបានផ្ដល់ឱកាសឲ្យ John បង្ហាញខ្លួនគាត់ជឿជាក់លើរបៀបរស់នៅក្នុងពិភពលោកដ៏សឹងតឹងហើយមានកុមារភាពលំបាកក្នុងផ្លូវក្រហមពេល John ត្រូវបានបណ្ដុះបណ្ដាលក្នុងសិល្បៈប្រដាល់គាត់ចាប់ផ្ដើមអាចរីករាយជាមួយក្តីស្រឡាញ់របស់គាត់ក្នុងការប្រយុទ្ធប្រឆាំង Dresner John ប្រើយុទ្ធសាស្ត្រសម្ងួតមួយហើយវីហុកដ៏ខ្លាំងទៅលើមុខ Dresner បោកឲ្យកេងភ្លាមតែមួយដងគ្មាននរណាគិតថាគាត់នឹងបោកឲ្យកេងបានទេ Dresner ឡើងឈរឡើងវិញប៉ុន្តែមានអ្វីមួយនៅជុំទី5បានផ្លាស់ប្ដូរអ្វីមួយអំពីសភាពអាក្រក់នៃរចនាប័ទ្មប្រដាល់របស់គាត់បានផ្លាស់ប្ដូរ John ជាអស់កលឹបជានិច្ចមិនយូរទេ John បានលួចយកជ័យជំនះ
John ត្រូវបានទទួលស្គាល់ថាជាអ្នកប្រយុទ្ធដែលមានសក្តានុពលឲ្យឱកាសគាត់បានប្រយុទ្ធម្ដងទៀតទោះបីជា John មិនមែនជាមនុស្សអាក្រក់ដល់ថ្នាក់នោះនៅដើមក៏ដោយនេះជាវិធីតែមួយសម្រាប់គាត់បង្កើតឈ្មោះឲ្យខ្លួនឯងត្រឡប់មកការប្រយុទ្ធបច្ចុប្បន្ន Egghead កំពុងត្រូវពិភពលោកទាំងមូលជំរុញកំពុងសើចចំអប់ Egghead ខណៈដែលគ្រូបង្វឹករបស់ John មើលស្ថានភាពអាសន្នរបស់គាត់ទោះបីជា John និយាយមុខអ្នកសម្ភាសថាគាត់គោរព Fabrizio ក៏ដោយគ្រូបង្វឹកដឹងថានៅក្នុងចិត្តរបស់គាត់គ្រាន់តែជាអ្នកប្រដាល់ម្នាក់ដែរ